អ្នកចាត់ខាងរបស់អ៊ំខ្ញុំចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថារាជប្រាប់ថាសាច់រឿងមួយនេះវាកើតឡើងកាលពីឆ្នាំ2017ពេលដែលគាត់ទៅដេកចាំផ្ទះឲ្យអ៊ំរបស់គាត់ផ្ទះរបស់អ៊ំគាត់គឺជាផ្ទះល្វែងដែលនៅទីប្រជុំជនអីដែរទេហើយផ្ទះល្វែងហ្នឹងទៀតគឺមានទាំងអស់គឺ5ល្វែងជាប់គ្នាទាំងឯងចំណែកផ្ទះរបស់អ៊ំគាត់គឺស្ថិតនៅក្នុងល្វែងទី2ល្វែងទី1គឺផ្ទះរបស់គេមានមនុស្សរស់នៅធម្មតាទេចំណែកល្វែងទី3ទី4ទី5អីគាត់អត់ដឹងទេថា3ល្វែងជាប់គ្នាមានមនុស្សរស់នៅឬក៏អត់គ្រាន់តែគាត់ឃើញថាអា3ល្វែងជាប់គ្នាហ្នឹងគឺវាស្ងាត់ដោយអត់មានមនុស្សរស់នៅអញ្ចឹងសភាពចេញមកគឺវាគួរឲ្យខ្លាចអីដែរចំណែកល្វែងនៅជាប់ជាមួយនឹងអ៊ំគាត់នៅល្វែងទី1ហ្នឹងគឺមានគេរស់នៅធម្មតាមានគេចិញ្ចោលអីធម្មតានឹងឯងហើយនៅពេលគាត់ទៅចាំផ្ទះអ៊ំរបស់គាត់នឹងទៀតទាំងអស់គ្នាដោយសារតែអ៊ំរបស់គាត់ហ្នឹងគឺត្រូវទៅការបងប្អូននៅតាមខេត្តហើយគាត់ទៅនេះគឺ3យប់ជាប់គ្នាមកផ្ទះរបស់អ៊ំគាត់គឺទៅទាំងអស់គ្នាតែម្ដងអញ្ចឹងហើយទើបអ៊ំរបស់គាត់មកឲ្យគាត់ដេកចាំផ្ទះជំនួសដោយសារតែផ្ទះអ៊ំរបស់គាត់ហ្នឹងគឺមានរបៀបថាដាំដើមឈើតូចៗនៅក្នុងផ្ទះអីចឹងណាអញ្ចឹងហើយបើសិនជាអត់មានបញ្ញាគេនៅមើលថែស្រោចទឹកស្រោចអីទេផ្កាអស់ហ្នឹងគឺវាងាប់អាដើមឈើអស់ហ្នឹងគឺវាងាប់អីចឹងទៅដោយសារតែដើមឈើអស់ហ្នឹងគឺវាយើងថ្លៃដែរអញ្ចឹងណាអញ្ចឹងគាត់នឹងក៏ព្រមទៅដេកចាំប៉ុន្តែគាត់ទៅដេកចាំបានហ្នឹងតែពេលខ្ទង់ម៉ោង6យប់ឡើងទៅបានគាត់បានទៅដេកហើយម៉ោងព្រឹកម៉ោងប្រហែលជា7គាត់ចេញទៅសាលារៀនចេញទៅផ្ទះរបស់គាត់វិញអីហើយអ៊ំរបស់គាត់ក៏ថាអីដែរដោយសារតែដឹងថាគាត់ហ្នឹងក៏ជាប់រៀនជាប់អីដូចគ្នាអញ្ចឹងទៅទាំងគ្នាអញ្ចឹងរៀបគាត់ថាយប់ដំបូងនេះគាត់ទៅដេកផ្ទះអ៊ំគាត់ហ្នឹងណាទម្រាំតែគាត់ចេញពីសាលាអីហើយគឺខ្ទង់ម៉ោង7យប់នៅពេលទៅដល់ផ្ទះអ៊ំរបស់គាត់ចិត្តម៉ោង7យប់ហ្នឹងគាត់ក៏បានទិញបាយទិញម្ហូបអីចឹងណាទាំងគ្នាក៏បើកទ្វារចូលទៅក្នុងផ្ទះប៉ុន្តែនៅពេលដែលគាត់ជិះម៉ូតូមកផ្ទះអ៊ំរបស់គាត់នេះគាត់ជិះកាត់អា3ល្វែងនៅជាប់គ្នាហ្នឹងណាគឺឃើញផ្ទះទាំង3គឺបាត់ភ្លើងល្ងិតស្លុបហ្មងបាត់ភ្លើងល្ងិតស្លុបបាត់ភ្លើងទាំងខាងក្នុងផ្ទះទាំងខាងក្រៅផ្ទះចំណែកល្វែងទី1នៅជាប់ផ្ទះអ៊ំរបស់គាត់ហ្មងគឺគេបើកថាបើកភ្លើងនៅខាងមុខមួយហើយនៅក្នុងផ្ទះរបស់គេគឺលឺសលេងគេនិយាយគ្នាដូចធម្មតាអីហ្នឹងទេអញ្ចឹងគាត់ក៏បានទៅនិយាយមួយមីងជាអ្នកចិត្តខាងរបស់អ៊ំគាត់ហ្នឹងនិយាយសួរនាំទៅទៅអ៊ំគាត់ចូលផ្ទះរបស់គាត់ហើយចំណែកបង្រៀនក៏គាត់ចូលផ្ទះរបស់អ៊ំគាត់ទៅអញ្ចឹងនៅពេលគាត់ចូលនៅក្នុងផ្ទះហ្នឹងគាត់តាមបានហៅបាយភ្លាមៗទៅទាំងគ្នាគាត់ដើរស្រោចទឹកសិនគាត់ដើរស្រោចទឹកផ្កានៅក្នុងផ្ទះហ្នឹងស្រោចខាងលើផងខាងក្រោមផងស្រោចរួចរាល់អស់គាត់ក៏ចាប់ដើមរៀបចំបាយហូបនៅពេលគាត់ហូបបាយហើយអីហើយហ្នឹងក៏វាមានបញ្ហាដែររហូតដល់ម៉ោង9យប់គាត់ក៏មកអង្គុយរបៀបថាអង្គុយនៅសាឡុងនៅមុខផ្ទះអ៊ំរបស់គាត់អង្គុយលើសាឡុងហើយក៏បាក់ទូទួចោលប៉ុន្តែគាត់បានបិទទ្វារចាក់សោយអស់ហើយធម្មតាផ្ទះល្វែងគឺគេមានទ្វារ2ជាន់អាទ្វាររបៀបថាអាទ្វារដែលគេដាក់ដាច់ខាងក្រៅមួយហើយនៅខាងក្នុងគឺកញ្ចក់អីចឹងទៅអញ្ចឹងគាត់នឹងក៏អង្គុយចុចទូរស័ព្ទបដាមើលទូបដាអញ្ចឹងគាត់បើកសលេងទូគឺមកល្មមដែរអត់ហ៊ានបើកខ្លាំងខ្លាចរំខានគេអញ្ចឹងណាគាត់ចុចទូរស័ព្ទបដាមើលទូបដាហ្នឹងក៏ស្រាប់តែលឺសំឡេងគេឆ្លោះគ្នាលឺសំឡេងគេឆ្លោះគ្នាជេរគ្នាអញ្ចឹងណាវាថាសំឡេងប្តីប្រពន្ធឆ្លោះគ្នាប៉ុន្តែសំឡេងហ្នឹងមិនមែនលឺចេញពីផ្ទះដែលនៅជាប់ជាមួយនឹងគាត់ហ្មងទេគឺនៅលឺប្រហែលជាម្លងផ្ទះមួយទៀតអាចថានៅក្នុងអាចន្លោះល្វែងទី3ហើយទី4ហ្នឹងគឺស្ថិតនៅក្នុងល្វែងទី4ហ្នឹងឯងតែកំពុងឆ្លោះគ្នាហ្នឹងបើសំឡេងឆ្លោះហ្នឹងគឺលឺរៀងល្វើយអីមកដែរទេអញ្ចឹងដល់ពេលលឺអញ្ចឹងរាជគាត់ក៏ដើរចេញទៅបើកទ្វារអឺទៅខាងក្រៅនៅពេលអឺទៅខាងក្រៅទៅក៏ឃើញថាល្វែងទី3ទី4ទី5នៅជាប់គ្នាហ្នឹងគឺនៅបាត់ភ្លើងនៅដដែលប៉ុន្តែលឺសំឡេងឆ្លោះគ្នាបន្តទៀតអញ្ចឹងទៅអញ្ចឹងគាត់ក៏ហ៊ានទៅអឺមើលគេបន្តទៀតដែរគាត់ក៏ចូលក្នុងផ្ទះរបស់អ៊ំគាត់វិញបិទទ្វារចាក់សោរួចក៏គាត់ឡើងទៅបន្ទប់ដេកនៅពេលគាត់ឡើងទៅលើបន្ទប់ដេកទាំងអស់គ្នាគាត់ដេកបានប្រហែលជាចូលខ្ទង់ម៉ោង10យប់គាត់លឺសំឡេងគេមករួនទ្វារមុខផ្ទះគាត់នេះមុខផ្ទះអ៊ំរបស់គាត់នេះរបៀបថាទៅរួនដាច់ខាងក្រៅហ្នឹងរួនខ្លាំងស្រែកអូនអើយជួយផងអូនអើយជួយផងវិវ័យមីនទៀតហើយលឺសំឡេងស្រែកខ្លាំងមែនតើណាវាស្រែកឲ្យជួយស្អីចឹងហ្មងអញ្ចឹងណាអង្គរាជនៅពេលគាត់លឺចេះទៅឲ្យគាត់ស្លោះណាស់ហើយគាត់ស្ទុះក្រោកចេញពីបន្ទប់ដេកទៅខាងក្រៅបើកទ្វារបើកទ្វារផ្ទះហ្នឹងទាំងអស់គ្នានៅពេលគាត់បើកទ្វារខាងមុខហ្នឹងទៅបើកឡើងធំណាបើកឲ្យបើកភ្លើងខាងមុខផ្ទះទៀតនៅពេលបើកទ្វារខាងបើកភ្លើងខាងមុខអីហើយគាត់ក៏ឃើញមីងម្នាក់ហ្នឹងរត់ទាំងអស់គ្នារត់ទៅទាំងរបូតស្រង់ហ្មងរបូតស្រង់បានន័យថាប្តីរបស់មីងហ្នឹងវាយមីងហ្នឹងទាំងគាត់ពាក់ស្រង់ចង់ពុំអញ្ចឹងគឺរបូតស្រង់ចេញគូអីចឹងទៅហើយមានមនុស្សប្រុសម្នាក់រត់តាមហើយទាំងពីរនាក់ហ្នឹងគឺរត់ដេញគ្នាខាងមីងម្នាក់ហ្នឹងរត់ទៅបាត់ចឹងទៅរត់ទៅកន្លែងទៀងបាត់ចឹងទៅពូម្នាក់ហ្នឹងក៏រត់ទៅតាមបាត់ចឹងទៅគឺបាត់ទាំងពីរនាក់ហ្នឹងហ្មងអញ្ចឹងគាត់គិតថាចេះប្រហែលជាមីងហ្នឹងឃើញគាត់បើកទ្វារយូរពេកអញ្ចឹងទើបមីងហ្នឹងរត់ទៅប្តឹងប៉ូលីសឬរត់ទៅឲ្យណាគេជួយផ្សេងអញ្ចឹងគាត់បានដឹងដែរគាត់ក៏ចូលក្នុងផ្ទះបិទទ្វារនៅពេលគាត់បិទទ្វារគាត់គិតថាចេះចុះអ្នកចិត្តខាងរបស់មីងហ្នឹងអត់មានបញ្ញាគេចេញមកជួយអញ្ចឹងអ្នកចិត្តខាងនៅវាថានៅល្វែងទី3ទី4ទី5ហ្នឹងគាត់ដឹងទេថាពីប្តីប្រពន្ធហ្នឹងឆ្លុះគ្នាចេញពីល្វែងមួយណាក្នុងចំណោមល្វែងទាំង3ហ្នឹងគាត់តែដឹងថាលឺសលេងគឺចេញពីខាងហ្នឹងឯងអញ្ចឹងគាត់គាត់ថាចេះបើល្វែង3ទៅមានមនុស្សនៅហ្នឹងបើមានមនុស្សនៅពិតមែនច្បាស់ជាគេចេញមកជួយអីហើយមិនបានស្ងាត់ជ្រាបអត់ធ្វើអត់ដឹងលឺអញ្ចឹងគាត់ក៏បានសួរនាំឲ្យទៀតដែរដល់ពេលដែលព្រលឹមឡើងនេះ
គាត់ក៏បើកទ្វារវាថារៀបចំខ្លួនចេញទៅសាលាអញ្ចឹងណាគាត់ក៏រៀបចំចាក់សោខាងមុខផ្ទះអ៊ំរបស់គាត់រួចចេញមកខាងមុខផ្ទះហើយបដើម៉ូតូចេញមកអស់ហើយក៏ឃើញមីងអ្នកជិតខាងគាត់នៅល្វែងទី1ជាប់មួយគាត់ហ្នឹងបើកទ្វារចេញមកអញ្ចឹងគាត់ក៏ទៅសួរថាមីងយប់មិញមានឮសលេងគេឆ្លោះគ្នាអត់ឮសលេងប្តីប្រពន្ធឆ្លោះគ្នាមករួនទ្វារយ៉ាងខ្លាំងណាមករួនទ្វារផ្ទះអ៊ំនឹងខ្លាំងមែនតើអញ្ចឹងណារៀបរាប់ប្រាប់អ៊ំអញ្ចឹងអ៊ំថានោះមីងនឹងគាត់និយាយអញ្ចឹងតែគាត់បាននិយាយច្រើនទេដោយសារតែគាត់ជាប់រំពល់ទៅធ្វើការរបស់គាត់ដែរអញ្ចឹងណាអញ្ចឹងគាត់នឹងក៏អត់បាននៅនិយាយមីងនឹងតទៀតដែរព្រោះគាត់ក៏ជាប់ទៅរៀនដូចគ្នានឹងឯងគាត់ក៏ជិះម៉ូតូចេញទៅសាលាបាត់អីចឹងទៅម៉ោងប្រហែលជាខ្ទង់7យប់គាត់ក៏ត្រឡប់ពីសាលាមកទៀតហើយទាំងគ្នាត្រឡប់មកគឺបើកទ្វារចូលមកក្នុងផ្ទះអ៊ំគាត់ហើយដាក់ម៉ូតូចូលអញ្ចឹងណាអញ្ចឹងគាត់មើលតែអាល្វែងដែលនៅទី3ទី4ជាប់គ្នាហ្នឹងគឺឃើញបិទភ្លើងងឹតដដែលគឺប៉ុន្តែគាត់របៀបថាគាត់បានតែអើតមើលទេថាផ្ទះហ្នឹងមានមនុស្សនៅឬក៏អត់គាត់បានចាប់អារម្មណ៍ទេអារម្មណ៍របស់គាត់ពេលហ្នឹងគឺគិតតែម្យ៉ាងទេតើយប់មិញពីអ្នកប្តីប្រពន្ធនឹងដោះស្រាយគ្នារួចហើយនៅគាត់ចង់ដើរទៅសួរអញ្ចឹងតែគាត់ដឹងថាពីអ្នកប្តីប្រពន្ធនៅល្វែងមួយណាអាចប្រកាសអញ្ចឹងគាត់ក៏បើកទ្វារចូលក្នុងផ្ទះនឹងរួចទុកដាក់ម៉ូតូរួចក៏គាត់រៀបចំរកទៅមួយទឹកមួយអីហើយក៏ស្រាប់តែបងរបស់គាត់បងចំនួនមួយរបស់គាត់ដែលជាកូនរបស់អ៊ំគាត់ហ្នឹងណាក៏សផ្លេម៉ូតូខ្លាំងបញ្ជាក់ថាបងរបស់គាត់នឹងមកមុនអត់បាននៅកន្លែងការទេគឺបងនឹងមកមុនអញ្ចឹងណាគាត់ក៏ទៅបើកទ្វារឲ្យបងរបស់គាត់បងចំនួនមួយហ្នឹងក៏របៀបថាបើកម៉ូតូចូលមកក្នុងផ្ទះទុកដាក់ម៉ូតូនៅក្នុងហ្នឹងអញ្ចឹងគាត់នឹងក៏បានសួរនាំបងគាត់ដែរតែទៅមួយរឿងចិត្តខាងហ្នឹងបងប្រាប់គាត់ថាគាត់បាននៅការទេដោយសារស្អែកគាត់ត្រូវធ្វើការពីព្រលឹមអញ្ចឹងណាអញ្ចឹងគាត់សុំម៉ាក់មកមុនអញ្ចឹងទៅអញ្ចឹងនៅពេលនៅមួយបងចំនួនមួយរបស់គាត់នេះតបងរបៀបថាងទីគាត់ចង់ទៅផ្ទះទាំងយប់ដែរប៉ុន្តែបងគាត់ថាជ្រុលនៅមួយបងយប់ទៀតទៅចាំស្អែកចាំទៅហ្មងទៅបាត់មិនអីទេអញ្ចឹងបងរីគាត់ព្រមនៅមួយបងរបស់គាត់ហើយពេលគាត់នៅមួយបងគាត់ហ្នឹងពួកគាត់ក៏ចាប់ដើមញ៉ាំស្រាទាំងគ្នាតបងគាត់ថាគាត់ផឹកតាមមួយយូរទេមួយយូរមាន6កំប៉ុងអញ្ចឹងណាផឹកតែ3កំប៉ុងទៅពេលគាត់អង្គុយផឹករហូតដល់ម៉ោងប្រហែលជាខ្ទង់ចិត្ត9យប់បងគាត់ក៏ចង់ផឹកបន្តទៀតគាត់ចង់ផឹកកន្លះកែអញ្ចឹងណាគាត់ក៏ចង់គាត់ជិះម៉ូតូចេញទៅថែមអញ្ចឹងពេលហ្នឹងក៏បងចំនួនមួយរបស់គាត់ជិះចេញទៅបាត់ហើយចំណែកបងរីគាត់អង្គុយនៅកន្លែងតុខាងក្រោយផ្ទះគេមានតុកន្លែងតុបាយហ្នឹងគាត់ក៏អង្គុយហ្នឹងអង្គុយបដាចុចទូរស័ព្ទបដាចាំផ្លូវបងប្រុសគាត់បដារួចក៏ទេទៅប្រាប់ទៀតថាបងកុំភ្លេចទិញសាច់កាប់មកផងគាត់ចង់ញ៉ាំសាច់កាប់អីចឹងណាបងគាត់ថាអូខេអីចឹងទៅអញ្ចឹងគាត់ក៏អង្គុយបន្តរហូតដល់ម៉ោងប្រហែលជាខ្ទង់10យប់ទាំងអស់គ្នាអត់ទាន់ឃើញបងប្រុសចំនួនមួយគាត់មកវិញទេគាត់ក៏អង្គុយលឺថាអង្គុយទៅមើលគាត់ថាទៅយូរម៉េចតែទិញស្រាចង្អាយសោះក៏ទៅយូរម៉េចអីម៉េចចឹងគាត់ឆ្ងល់ដែរកំពុងអង្គុយសុកទាំងអស់គ្នាលឺសំឡេងឆ្លោះគ្នាទៀតហើយលឺសំឡេងគេឆ្លោះគ្នាលឺមកខ្លាំងឆ្លោះគ្នាចេញពីល្វែងដែលនៅមកខាងដែលនៅល្វែងទី3ទី4ហ្នឹងឯងអ្នកគ្នាប៉ុន្តែគាត់បានតន់ចេញទៅមើលទេគាត់និយាយថាគាត់អង្គុយត្រង់ខ្លួនមើលទៅទ្វារខាងមុខចង់ដឹងថាគេឆ្លោះគ្នាពីអីទៀតអញ្ចឹងណាគាត់ព្យាយាមស្ដាប់ទៀមស្ដាប់ក៏លឺសំឡេងម៉ូតូបងគាត់ជិះចូលមកវិញពេលដែលបងរបស់គាត់ជិះចូលមកវិញនេះគាត់ក៏បន្តញ៉ាំស្រាហើយគាត់នៅតែលឺសំឡេងគេឆ្លោះគ្នាអញ្ចឹងគាត់ក៏សួរចេះបងថ្ងៃលឺសំឡេងគេឆ្លោះគ្នាអត់បងគាត់ថាអត់លឺទេអត់មានលឺអីទេទៅផឹកដេកផឹកឲ្យច្រើនដេកឲ្យស្វឹងលឺថាស្លាប់ទៅឲ្យដូចថាស្លាប់ឲ្យខ្លាំងទៅនឹងអត់ដឹងរឿងអីទាំងអស់បងគាត់និយាយអញ្ចឹងតែគាត់ក៏រៀនឆ្ងល់ថាមិនត្រូវបច្រកស្រាគាត់ឲ្យស្វឹងហើយអត់ដឹងអីទាំងអស់វិញតែគាត់អត់បានសួរនាំទាំងអស់គ្នាគាត់ក៏បន្តផឹកសាមប៉ុន្តែដោយសារតែគាត់មិនមែនជាមនុស្សផឹកលឺថាផឹកច្រើនបានណាគាត់ផឹកតែចំណែកបងប្រុសរបស់គាត់នេះបងចំនួនមួយរបស់គាត់ហ្នឹងលើកអស់អស់ប្រហែលជាខ្ទង់7 8កំប៉ុងតែឯងអញ្ចឹងណាអញ្ចឹងបងគាត់ក៏រៀងទុនភ្នែកទាំងអស់គ្នាគាត់ក៏បន្តផឹកដល់ម៉ោងប្រហែលជាខ្ទង់7មកដល់10ក៏ស្រាប់តែមីងម្នាក់ហ្នឹងមិនរូនទ្វារទេទាំងអស់គ្នាមិនរូនទ្វារខ្លាំងណាថនរូនអាទ្វារខាងក្រៅនេះអាលបែកអាដែកហ្នឹងរូនខ្លាំងស្រីអូនជួយវិវាយមីងទៀតហើយវិវាយមីងទៀតហើយសំឡេងស្រែកហ្នឹងគឺដូចពេលយប់ដំបងគាត់បានលឺអញ្ចឹងហើយដែលសំខាន់ហ្នឹងគឺលឺសំឡេងពូម្នាក់ដែលត្រូវជាប្តីស្រែកជេរថ្ងៃក្បាលណាគេជួយងាប់មានណាគេជួយងាប់បានទេយប់ហ្នឹងងាប់ឯងគឺឆ្លោះគ្នាខ្លាំងមែនតើណាវាឆ្លោះបដារូនទ្វារបដាអញ្ចឹងពេលហ្នឹងគាត់ក៏រៀងដាស់បងគាត់បងចដូនមួយរបស់គាត់នេះដាស់ប៉ុន្តែបងគាត់ក៏និយាយថារៀងដឹងខ្លួនណាគាត់ក្រោបដើរបានតែរៀងដើររៀងធីងថងអញ្ចឹងគាត់ក៏ដើរទៅបាត់ទ្វារមុនបងគាត់ដើរបាត់ទ្វារចេញមកភ្លាមអត់គ្នាគាត់ឃើញមីងម្នាក់ហ្នឹងណាមើលមកគាត់ថាជួយមីងហងនិយាយទៅជួយមីងផងហ្នឹងណាក៏មីងហ្នឹងរត់ទៅទាំងអស់គ្នារត់ទៅហើយម្ដងហ្នឹងមីងម្នាក់ហ្នឹងមិនបានរត់ទៅកន្លែងយ៉ាងហ្នឹងទៀតទេប៉ុន្តែមីងម្នាក់ហ្នឹងរត់ទៅល្វែងទី3គឺរត់ទៅល្វែងទី3ហ្មងចូលទៅក្នុងហ្នឹងបាត់ហើយពូហ្នឹងក៏រត់តាមចូលទៅក្នុងល្វែងហ្នឹងបាត់ហើយលឺសលេងស្រែកមកតំហឹងហ្មងណាស្រែកដូចយកក្បាលបោកមួយអញ្ចឹងអញ្ចឹងគឺគាត់ស្រែកដូចខ្លាច